บัตรบยังวิ่งแต่ตรงทางแคดปีได้ในจบปรุงดันขมายยวนคือแคดบรรดลกรีในแคดรถนักกรีทัตตาอาจเกี่ยกรรมเสด็จบ่าประเทศยวนโดยขมายกัมพูชากราวเปลี่ยนนากฎบานได้หรือเต้ปีปลูกได้เพียรานคือสัมปทานระยะไปไกลสมบูรณ์ชามของลูกที่บ้านเป็นโจลจนเจ็ดยวนมาขนมตึกใดประเทศกัมพูชาหนุนพองได้มาเจอจับดาวนึกชมสมปนากาตือลูกกำไรแต่มาดองบ้านบ่าสมไทยมาคนขยมมีนการสมัยทางชนเชื้อเวียดนามหรือก็ชนเชื้อยูนในมาประเทศกัมพูชานั้นเพียรานกว่าดูโนแต่ที่กรงดีก็ลุกกาแฟก็ถือแต่สำนักลุกไอวันไอโนตามสาบสาวที่นะก็คนไทยเราเป็นเด็กยมจ่อตัวใครรถนักริมดูกรียมจ่อตัวมือจนเฉียดดามเพียรติยมศึกษาสาวเชียวเอาองกามุ้ยจ่ออันน่ะจรูตัวลือจนเฉียดดามเพียรติแต่เราขนมได้สัมปทานเศรษฐกิจนึงยมตลอดมาวิ่งเจ๊สได้ยมปลื้กบาเลยมาน้องให้บันยมปลื้กบาเอาแต่ได้สัมปทานเศรษฐกิจนะได้บ้านดาวกรมหุ่นเวียดนามเพียรจรานคือเวียดนามเราเป็นปรีនៅខេត្តរតនគិរីមណ្ឌលគិរីខ្ញុំសុខចិត្តទទួលខុសត្រូវខ្ញុំសុខចិត្តជាប់គុកបើសិនគេចោទប្រកាន់ថាខ្ញុំនឹងបំផុសបំផុលបំផោងព័ត៌មានហើយខ្ញុំអាចនាំទៅមើលបានគ្រប់កន្លែងដែលខ្ញុំទៅទាំងខេត្តរតនគិរីមណ្ឌលគិរីខ្ញុំទៅ4ខេត្តនោះខេត្តកញ្ចេះផងស្ទឹងត្រែងផងហើយខ្ញុំឆ្លៀតទៅកំពង់ស្ពឺទៀតទៅអូរ៉ាល់ទៀតទៅឃុំទៅពាំងជោនៅជនជាតិសួយ5ភូមិនៅនឹងខ្ញុំទៅយើងមើលចំណុចសំខាន់ដែលខ្ញុំចង់ដឹងដែលខ្ញុំជូនបកស្រាយជូនដល់ប្រជាពលរដ្ឋនៅពេលនេះខ្ញុំគិតថាខេត្តរតនគិរីមណ្ឌលគិរីជាពិសេសតំបន់មួយចំនួននឹងមហន្តរាយនឹងមិនមែនคล้ายទៅជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជានៅថ្ងៃអនាគតនឹងមិនមែនយូរទេគឺឆាប់ខាងមុខនេះបើយើងមើលទិន្នន័យរបស់ក្រសួងមហាផ្ទៃជនជាតិដើមភាគតិចនៅក្នុងស្រុកខ្មែរនឹងនៅ15ទៅ17ខេត្តក្រុងនៅក្នុង36ស្រុក131ឃុំហើយមានសហគមន៍ជនជាតិដើមភាគតិចនឹងគឺ503សហគមន៍ប្រជាជនជាតិដើមភាគតិចនឹងមានប្រហែលជា45,000គ្រួសារមានមនុស្សរស់នៅប្រហែលជា20,000អ្នកជាងជនជាតិដើមភាគតិចអញ្ចឹងមាន503សហគមន៍ជនជាតិដើមភាគតិចជនជាតិដើមភាគតិចទាំងអស់ហ្នឹងគឺរស់នៅក្នុងព្រៃនៅក្នុងដីសម្បត្តិសេដ្ឋកិច្ចសារាចរ01របស់នាយករដ្ឋមន្ត្រីហ៊ុនសែនដែលដាក់ឲ្យអនុវត្តដូចទៅប្រលេះគ្រាប់ពោតចឹងហើយដែលបានខ្ញុំថាដល់ពេលដែលខ្ញុំចូលទៅក្នុងដីសម្បត្តិសេដ្ឋកិច្ចហ្នឹងជនជាតិដើមភាគតិចខ្មែរយើងនៅក្នុងដីហ្នឹងដល់ដីហ្នឹងទៅគឺគាត់ចុះបញ្ជីដីជាជនជាតិដើមភាគតិចចុះជីដីសហគមន៍ដល់ចុះដីសហគមន៍ទៅអ្នកដែលបានកម្មសិទ្ធិដីសម្បត្តិសេដ្ឋកិច្ចហ្នឹងអត់ធ្វើឲ្យបានទេអញ្ចឹងគេចាប់ផ្ដើមប្រលេះគេថារស់នៅរបៀបសហគមន៍អញ្ចឹងដូចអពតគេថាកាលណាសហគមន៍អញ្ចឹងយើងអត់បានយកទៅប្រចាំអត់បានយកទៅរស់ស៊ីអត់មានការរីចម្រើននេះគេចង់ប្រលេះចេញហ្មងអញ្ចឹងសហគមន៍ជាដើមភាគតិចខ្លះគាត់ឆោតគាត់ចាប់ផ្ដើមសុំបំបីដីជាលក្ខណៈឯកជនហើយបំបីដីគឺគាត់ខាតមួយគាត់ដីគាត់មានកម្មសិទ្ធិ5ប្រភេទជារួមបើគាត់នៅជាសហគមន៍គេហៅថាដីលំនៅឋានដីចំការជាក់ស្ដែងដីព្រៃអរិយដីកប់ខ្មោចហើយនិងដីចំការវិលជុំគេហៅថាដីបំរុងនៅពេលដែលយើងចោះជាកម្មសិទ្ធិបានតែ2ប្រភេទទេគឺបានតែដីលំនៅឋានហើយដីចំការជាក់ស្ដែងរបស់គាត់បាត់បង់3មិនត្រឹមតែបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិចហ្នឹងទេថែមទាំងអ្នកដែលទទួលដីសម្បត្តិសេដ្ឋកិច្ចគេចង់យកជនជាតិដើមភាគតិចហ្នឹងចេញពីហ្នឹងពីព្រោះវាជាឆ្អឹងទៅតឹងកខ្ញុំចូលទៅសហគមន៍ជនជាតិដើមភាគតិចចូលបានដោយសារតែសហគមន៍ជនជាតិដើមភាគតិចនៅហ្នឹងក្នុងដីសម្បត្តិសេដ្ឋកិច្ចគេហើយយើងបារម្ភកន្លែងនេះដែលធំអ្នកដែលទទួលបានដីសម្បត្តិសេដ្ឋកិច្ចអាព្រំដែនហ្នឹងអត់ទាន់បោះបកគោលវៀតណាមរស់នៅដីសម្បត្តិសេដ្ឋកិច្ចហ្នឹងពេញទៅហើយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍5ម៉ោង20នាទីហ្នឹងគាត់ថាយើងបោះបកគោលតាមស្ថានភាពជាក់ស្ដែងអ្នកណានៅកន្លែងណាគឺបោះកន្លែងហ្នឹងចុះឥឡូវបើវៀតណាមមកតាំងទីលំនៅក្នុងដីសម្បត្តិសេដ្ឋកិច្ចរស់នៅធ្វើផ្ទះធ្វើអីធ្វើការនៅហ្នឹងហើយហ្នឹងហើយយើងទៅបោះពីក្រោយគាត់មិនបានបោះតាមហ្នឹងអាហ្នឹងមួយខ្ញុំពិនិត្យមើលអាណាដែលមានដីសម្បត្តិសេដ្ឋកិច្ចឲ្យជនជាតិដើមភាគតិចនៅគឺគេព្យាយាមប្រលេះចេញមកដូចប្រលេះពោតម្ដងមួយអស់ដីសហគមន៍ទៅគេស្រួលយកចេញប៉ុន្តែអាដីសម្បត្តិសេដ្ឋកិច្ចណាដែលមិនមានជនជាតិដើមភាគតិចនៅហ្នឹងគឺងាយស្រួលឲ្យយើងចូលអត់បានតែម្ដងចូលអត់បានមិនដឹងថានៅក្នុងនឹងអីខ្លះហើយខ្ញុំជជែកមួយអាជ្ញាធរនៅកញ្ចេះគាត់ថាវៀតណាមល្អអាជ្ញាធរទៅម្ដងស្រាប់មានស្រោមសបុត$200-300ក៏ប៉ុន្តែក្រុមហ៊ុនឥណ្ឌាក្រុមហ៊ុនចិនចូលទៅគេអត់ឲ្យ
ចឹងគេបំពាក់បំពន់បានហើយខ្ញុំហួសចិត្តខ្ញុំទៅស្រុកមួយជួបចវាយស្រុកស្រាប់តែនៅពីក្រោយខ្នងគាត់មិនមែនទងជ័យខ្មែរទងជ័យវៀតណាមទៅទៀតអានឹងគឺយើងគួរឲ្យចាប់អារម្មណ៍មែនទែនតែម្ដងហើយយើងទៅមណ្ឌលគិរីទៅរតនគិរីមិនបាច់ចូលព្រៃដូចខ្ញុំទេខ្ញុំចូលព្រៃទៅជនជាតិដើមភាគតិចច្រើនរតនគិរីមណ្ឌលគិរីមិនបាច់ចូលទេប្រសិនបើដើរតែជុំវិញផ្សារកាហ្វេទាំងអស់បើដើរតែតាមទស្សនៈថាតើទស្សនៈទាំងអស់ហ្នឹងដើរតាមផ្សារទាំងអស់ហ្នឹងខ្មែរយើងមានប្រមាណ%ថ្ងៃហ្នឹងម៉ោងហ្នឹងគឺចំនួនជនជាតិខ្មែរខ្ញុំធ្វើការសន្និដ្ឋានបើសិនជាធ្វើស្ថិតិច្បាស់លាស់តិចជាងជនជាតិវៀតណាមទៅហើយអញ្ចឹងមានន័យថាខេត្តហ្នឹងគឺคล้ายទៅជាខេត្តខ្មែរដែលជនជាតិខ្មែររស់នៅលើទឹកដីខ្មែរជាជនជាតិដើមភាគតិចមិនមែនជាជនជាតិដើមភាគច្រើនទេអាហ្នឹងរឿងមួយរឿងទី2ដើម្បីទប់ស្កាត់កន្លែងហ្នឹងដើម្បីកុំឲ្យមានការបោះបកគោព្រំដែនចូលដើម្បីកុំឲ្យខេត្តរតនគិរីមណ្ឌលគិរីនឹងคล้ายទៅជាខេត្តមួយដែលបាត់បង់ដោយទឹកដីកម្ពុជាក្រោមទៅអនាគតរដ្ឋាភិបាលត្រូវអនុវត្តតាមច្បាប់មិនយើងមានអនុក្រឹត្យមួយស្ដីអំពីការចុះបញ្ជីដីជនជាតិដើមភាគតិចអាហ្នឹងមួយនៅឆ្នាំ2009អនុក្រឹត្យលេខ83ប្រសិនបើរដ្ឋាភិបាលចាប់ផ្ដើមចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចទាំង503សហគមន៍ហ្នឹង503ភូមិហ្នឹងចុះក្នុងរយៈពេល1ឆ្នាំអស់គឺសហគមន៍ជនជាតិដើមភាគតិចហ្នឹងអ្នកការជួយការពារទឹកដីយើងតែម្ដងអាហ្នឹងរឿងមួយដែលយើងបានទី2យើងត្រូវពិនិត្យអំពីព្រំដែនឲ្យបានច្បាស់ហើយយើងធ្វើម៉េចបើសិនជាអ្នកដែលទទួលបានដីសម្បត្តិសេដ្ឋកិច្ចដែលជាជនជាតិវៀតណាមជាប់នឹងព្រំដែនណាទី1យើងដោះដូររកដីសម្បត្តិសេដ្ឋកិច្ចកន្លែងណាឬមួយក៏គាត់អត់អនុវត្តយើងត្រូវយកមកវិញបើមិនចឹងទេមកហន្តរាយទឹកដីរបស់យើងនៅតាមព្រំដែនជនជាតិដើមភាគតិចឬមួយក៏តាមព្រំដែនកម្ពុជាវៀតណាមហ្នឹងអាហ្នឹងដែលខ្ញុំសូមសង្ខេបឲ្យមានការព្រួយបារម្ភហើយខ្ញុំចង់លើកឡើងហ្នឹងគឺយើងខាតហើយហានិភ័យហ្នឹងខ្ពស់ទៅទៀតចំណុចទី1ដែលយើងខាតនៅពេលដែលយើងផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវៀតណាមហើយព្រំដែនយើងអត់ទាន់ច្បាស់លាស់ជាជនរស់នៅពេញដីសម្បត្តិសេដ្ឋកិច្ចហ្នឹងអាហ្នឹងរឿងមួយអញ្ចឹងយើងខាតយើងមានហានិភ័យនៅពេលដែលយើងបោះបកគោព្រំដែនព្រមព្រៀងគ្នាយើងខាតទី2នៅពេលដែលប្រជាពលរដ្ឋវៀតណាមចូលមកច្រើនឥឡូវនេះគឺអាចថាមិនទាន់ស្របច្បាប់ប៉ុន្តែនៅពេលដែល2015នៅពេលដែលយើងធ្វើសមាហរណកម្ម Asian ទៅជាសហគមន៍តែមួយគេហៅថាចលនាប្រជាលំហូរប្រជាពលរដ្ឋនៅក្នុង Asian បានដោយសេរីហើយខេត្ត2ហ្នឹងគឺតំបន់នៃដីសម្បត្តិសេដ្ឋកិច្ចរស់នៅបានច្រើនគាត់ប្រកបមុខរបរគាត់ធ្វើផ្ទះធ្វើអីអញ្ចឹងវាคล้ายទៅជាប្រជាពលរដ្ឋដែលស្របច្បាប់អាហ្នឹងរឿងទី2ដែលយើងខាតរឿងទី3ដែលយើងខាតយើងមកដល់ពេលនេះយើងផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចឲ្យគេរហូតទៅដល់2លានហិកតាសឹងតែ1/3នៃដីសម្បត្តិសេដ្ឋកិច្ចទាំងអស់ដែលក្រុមហ៊ុនវៀតណាមកាន់កាប់ប្រសិនបើយើងមិនបានគ្រប់គ្រងស្ថិតិច្បាស់លាស់គឺខាតទី3ហ្នឹងគឺខាតការងាររបស់យុវជនយើងតែម្ដងនៅពេលដែលយើងមិនបានគ្រប់គ្រងស្ថិតិច្បាស់លាស់នៅពេលដែលយើងមិនមានគោលនយោបាយច្បាស់លាស់គឺក្រុមហ៊ុនវៀតណាមច្បាស់ជារើសតែក្រុមហ៊ុនវៀតណាមបុគ្គលិកវៀតណាមហើយក្នុងពេលបច្ចុប្បន្ននៅម្ដុំខេត្តកញ្ចេះក្រុមហ៊ុនវៀតណាមភាគច្រើនអត់រើសខ្មែរទេបើរើសខ្មែរទៅធ្វើក៏មានបញ្ហាដែរ culture វប្បធម៌ហើយនឹងការត្រួតត្រាអានឹងខាតទី3គឺការងារតែម្ដងខាតមួយទៀតគឺរឿងសិទ្ធិរស់នៅសិទ្ធិកាន់កាប់ជាទូទៅត្រឹមត្រូវហើយច្បាប់យើងមិនអនុញ្ញាតឲ្យក៏ប៉ុន្តែការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចយើងឃើញនៅភាគច្រើនតាមព្រំដែននៅពេលដែលគេរស់នៅយូរយើងឧទាហរណ៍ដូចប្រទេសភូមានៅពេលដែលជនជាតិបង់ក្លាដេសហូរមកប្រទេសភូមាណាជនជាតិរ៉ូហីងយ៉ានៅតាមព្រំដែនភូមាឥឡូវនេះមានបញ្ហាគឺនៅពេលដែលភូមាចង់ដេញជនជាតិរ៉ូហីងយ៉ានឹងទៅបង់ក្លាដេសវិញពួកអង្គការសហជីវជាតិពួកសហគមន៍អន្តរជាតិមិនអនុញ្ញាតឲ្យទេមានការជំទាស់ថាយើងនឹងរើអង្គជាតិសាសន៍ដូចគ្នានោះដែរនៅពេលដែលវៀតណាមច្រើនដែលរស់នៅលើដីសម្បត្តិសេដ្ឋកិច្ចច្រើនតាំងទីលំនៅ5ឆ្នាំ10ឆ្នាំ20ឆ្នាំមិនបាច់ដល់99ឆ្នាំទេគឺនៅតាំងទីលំនៅវែងឆ្ងាយគេមានសិទ្ធិពពោះមានអត្តសញ្ញាណប័ណ្ណមានសភៅគ្រួសារយើងធូររលុងនៅក្នុងការផ្ដល់កិច្ចការទាំងអស់ហ្នឹងតាមបែបរដ្ឋបាលគឺគេមានសិទ្ធិពេញទី30ឆ្នាំ40ឆ្នាំបកកូនចៅស្របច្បាប់បាត់ទៅហើយអាហ្នឹងគឺជាហានិភ័យមួយទៀតហានិភ័យចុងក្រោយគឺបោះឆ្នោតនៅពេលដែលវៀតណាមឈរជាតំណាងរាស្ត្រទៅព្រោះប្រជាជនច្រើនហើយមានសិទ្ធិបោះឆ្នោតហើយតាមអគ្គលេខាធិការគណៈកម្មការជាតិរៀបចំការបោះឆ្នោតថាឲ្យតែមានឯកសារគ្រប់គ្រាន់ហើយឯកសារងាយស្រួលធ្វើបំផុតឬសភៅគ្រួសារអត្តសញ្ញាណប័ណ្ណចឹងវាមានភាពស្របច្បាប់ច្រើនគឺមិនជាប់បាត់ទៀតហើយ
អានឹងតំណាងរាជវៀតណាមចុះបលោតំណាងរាជហ្នឹងក្រុមប្រឹក្សាឃុំហ្នឹងទៅរើសក្រុមប្រឹក្សាខេត្តរាជធានីខេត្តក្រុងបានទេណាហើយទៅតែងតាំងប្រធានភូមិមិនវៀតណាមទៀតណាអានឹងដែលជាហានិភ័យហើយថ្នាក់ដឹកនាំខ្ញុំគិតថាប្រហែលជាគាត់ជាខ្មែរក៏ប៉ុន្តែរុញដាក់គ្នាខ្ញុំជួបរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយកដែលជាមិត្តភ័ក្តិនឹងសួរគាត់ថាដឹងដូចគ្នាគាត់ថាមិនដឹងអ្នកណាធ្វើអញ្ចឹងមិនថ្នាក់លើដូចតែគ្នាអានឹងដែលជាគ្រូថ្នាក់ថាអត់ដឹងអ្នកណាអ្នកបញ្ជាឲ្យធ្វើអញ្ចឹងអ្នកណាអ្នករៀបចំធ្វើអញ្ចឹងអ្នកណាអ្នកបដ ாய் គេអត់មានបញ្ជាមកឲ្យចាប់ឲ្យចងឲ្យអីអញ្ចឹងណាឲ្យអនុវត្តច្បាប់បន្តទៅវិញអានឹងដែលជាហានិភ័យអានឹងដែលខ្ញុំដំណោះស្រាយទី1ប្រសិនបើរដ្ឋាភិបាលចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចទាំង503សហគមន៍នឹងជួយការពីបានអានឹងជារបងសំខាន់ណាមិនមែនរឿងរបងតែជនជាតិទេគឺរបងព្រំដែនព្រំប្រទល់ហើយយើងនីតិវិធីវែងឆ្ងាយឥឡូវនឹងទៅក្នុង503សហគមន៍នឹងទៅចុះបាន6សហគមន៍ឯនៅមណ្ឌលគិរី4សហគមន៍នៅរតនគិរី2សហគមន៍នីតិវិធីវែងឆ្ងាយតម្រាំតែគាត់កំណត់អត្តសញ្ញាណថាគាត់ជាជនជាតិដើមភាគតិចដើម្បីឲ្យទទួលស្គាល់ដោយក្រសួងអភិវឌ្ឍជនបទណា2ឆ្នាំហើយគេធ្វើតែមួយផ្លែតហ្នឹងតម្រាំតែបានអត្តសញ្ញាណហ្នឹងហើយមកសុំទទួលស្គាល់ជាសហគមន៍ដោយក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃអ្នកអនុញ្ញាតទទួលស្គាល់ថាហ្នឹងជាជនជាតិដើមភាគតិចហើយជាសហគមន៍ជនជាតិដើមភាគតិចហើយ2ឆ្នាំជាងទៀតដល់ពេលមកចុះបញ្ជីដីជាសហគមន៍នេះគេឲ្យបង់ថ្លៃទៀតរហូតសូយោដីផងអីផងសហគមន៍មានលុយណាអត់មានលុយចាំលុយ UN ចាំលុយជំនួយមិនក៏ទៅរួចហើយមិនមែនតែប៉ុណ្្នឹងទៀតគឺគេមានគេហៅថាមានកាតព្វកិច្ចពជាអាហ្នឹងមកហើយបានពជា503សហគមន៍បើសិនជា6ឆ្នាំចុះបាន6អញ្ចឹង50ឆ្នាំបានខ្ញុំគុណមើលទៅ50ឆ្នាំបានហើយបើ50ឆ្នាំអាលាយបាត់ហើយសហគមន៍គាត់អញ្ចឹងណាហានិភ័យគឺឈ្មួញដែលបានទទួលដីសម្បត្តិសេដ្ឋកិច្ចហ្នឹងព្យាយាមបញ្ចុះបញ្ចូលគ្រប់មធ្យោបាយឲ្យសហគមន៍នឹងយកដីជាលក្ខណៈឯកជនដើម្បីងាយទិញហើយសហគមន៍ជួយដើមភាគតិចឥឡូវហ្នឹងពេលគាត់បានអាដីឯកជននឹងហើយគាត់លក់អស់ទៅដល់គាត់លក់អស់ទៅគាត់ដើរទៅចាប់កន្លែងផ្សេងទៀតអាណាធិបតេយ្យក៏ដោយអាហ្នឹងដែលជួយគ្រូថ្នាក់ហើយទិញហ្នឹងខ្ញុំបានជួបពិភាក្សាជាក្រុមពិភាក្សាក្តីជាជួបម្នាក់ក្តីភាគច្រើនសហគមន៍គាត់អត់សូវមានចំណេះដឹងច្រើនគេយកឡានទៅគេយកទូរស័ព្ទដៃទៅគេយកទូរទស្សន៍ទៅគេឲ្យទៅបរៀនបើកឡានបើកអីដូរដី2ហិកតាបាត់គេឲ្យទូរស័ព្ទ iPhone អីវាល្អវាចុចអីបានឃើញអីអញ្ចឹងដូរ1ហិកតាបាត់អាហ្នឹងគឺរដ្ឋាភិបាលមានកាតព្វកិច្ចបង្កើតឲ្យមានបណ្ដាញសុវត្ថិភាពសម្រាប់គាំពៀគាត់ហ្មងគេហៅ Social Protection ឬ Social Safety Net System ហ្នឹងយើងមានផែនការឬក៏គោលនយោបាយគាំពៀសង្គម2011-2015អនុម័តនៅឆ្នាំ2011ប៉ុន្តែអត់អនុវត្តអាកន្លែងហ្នឹងមួយដែលអាចជួយបានកន្លែងទី2បើសិនជាយើងមើលអនុក្រឹត្យស្តីអំពីដីសម្បត្តិសេដ្ឋកិច្ចទុយនឹងច្បាប់ភូមិបាលយើងទៅធ្វើប្លង់ទៅកម្មសិទ្ធិទៅវាស់ទៅវែងបានតើមានព្រំប្រទល់សញ្ញេទទួលស្គាល់អ្នកចិត្តខាងចិត្តអីនោះខុសអានឹងបាត់អានឹងចំណុចទី2ដែលសំខាន់គឺយើងត្រូវតែពិនិត្យអានឹងឡើងវិញដើម្បីយកមកវិញកុំឲ្យមានការហើយមួយទៀតជាការកស៊ូចឹងដែលខ្ញុំបានវិភាសាមួយថ្នាក់ដឹកនាំម្នាក់ចង់លើសរដ្ឋមន្ត្រីផងគាត់ថា4សែនហិកតាជាការកស៊ូឥឡូវ1ហិកតាយកមក2នាក់មិនដឹងថាតបវៀតណាមឬក៏ប្រជាជនវៀតណាមទៅទៀតចុះបើ4សែនហិកតាបើសិនជាប្រជាជនវៀតណាម1ហិកតាតែ2នាក់ប្រហែលវាចិត្ត1លានបាត់ហើយបើចិត្ត1លានហើយយើងទៅធ្វើអីកើតមិនណាបើយើងអនុវត្តច្បាប់អន្តោប្រវេសន៍គេគម្រាមកំហែងអានឹងមកបើហ្នឹងមកបាត់ហើយអនុវត្តស្ដាប់សញ្ជាតិអត់ឲ្យសញ្ជាតិឲ្យអ្នកឯងបញ្ជូនអ្នកឯងទៅវិញគេគម្រាមកំហែង80ម៉ឺនហ្នឹងមកបាត់ហើយយើងទៅពិនិត្យយ៉ាងម៉េចក្នុងចការកស៊ូរដ្ឋបាលយើងហ៊ានចូលទៅទេហើយចូលទៅយ៉ាងម៉េចខ្ញុំបារម្ភខ្លាចថ្ងៃក្រោយទៅប្រធានភូមិមេឃុំចវាយស្រុកខ្លាចទៅជាវៀតណាមគឺចប់តែម្ដងចឹងខ្ញុំគិតថាវាសនាមិនខុសពីដីកម្ពុជាក្រោមទេទៅថ្ងៃអនាគតខេត្តមួយចំនួនបាទអានេះខ្ញុំសូមបញ្ជាក់ទៅនេះសិន